ដែលនេះវាគឺជាអ្វីនៃការដួលរលំនៃទីតាំងសមរភូមិ Pokrovsk ដែលវាមានន័យទាំងសម្រាប់អ៊ុយក្រែននិងរុស្ស៊ីស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាវិលត្រឡប់សម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃដែលនេះជាវីដេអូទី3សម្រាប់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ជាមួយនឹងរុស្ស៊ីដែលបានដាក់នៅកងកម្លាំងដ៏ធំសម្បើមរបស់ខ្លួនចូលទៅក្នុងការប្រយុទ្ធសម្រាប់សមរភូមិ Pokrovsk ដើម្បីដណ្ដើមយកទីក្រុងខ្ជុំថ្មភាគខាងកើតនេះសំណួរបានកំពុងកើនឡើងអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ថាតើអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយឬនៅឆ្លៀតយកអត្ថប្រយោជន៍អំពីអាកាសធាតុអាប់ដែលរារាំងនៃយន្តហោះគ្មានមនុស្សបើកក្នុងការបង្កើនការវាយលុកនេះកងទ័ពរុស្ស៊ីកំពុងតែព្យាយាមបញ្ចប់នៃការប្រយុទ្ធដែលមានរយៈពេលជាង1ឆ្នាំយោងទៅតាមលោក Percy Paronen ដែលជាអ្នកវិភាគនៃអង្គការវិភាគប្រភពបើកចំហមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់បានឲ្យដឹងថាបន្ទាប់ពីការចាប់យកអ្វីដែលនៅសេសសល់នៃ Pokrovsk កងទ័ពរុស្ស៊ីបានទំនងជានឹងរុញឆ្ពោះទៅកាន់ទីក្រុង Dobropela ភាគខាងជើងលោក Paronen បាននិយាយថាខណៈពេលដែលរុស្ស៊ីក៏ទំនងជានឹងព្យាយាមឆ្ពោះទៅកាន់ជ្រៅនៅក្នុងតំបន់ Dnipropetrovsk ដែលជាប់គ្នាឆ្ពោះទៅកាន់ទីក្រុង Medhova ដែលស្ថិតនៅភាគខាងលិចនោះការផ្ដោតសំខាន់របស់ពួកគេនៅតែស្ថិតនៅក្នុងតំបន់ Donetsk លោកជឿជាក់ថាកងទ័ពរុស្ស៊ីនឹងដណ្ដើមយកមកវិញនៅតំបន់ភាគខាងកើត Dobropila ដែលពួកគេបានកាន់កាប់នៅក្នុងអំឡុងពេលនៃការរំលោភបំពានកាលពីខែសីហាប៉ុន្តែបានចេញនៃការវិបោករបស់អ៊ុយក្រែនប៉ុន្តែដោយមិនបានគិតអំពីសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីបន្ទាប់ពីការចាប់យក Pokrovsk និងការផ្អាកប្រតិបត្តិការរយៈពេលខ្លីដែលទំនងជានឹងកើតឡើងនោះលក្ខខណ្ឌនៃអង្គភាពអ៊ុយក្រែនដែលដាក់ពង្រាយនៅទីនោះនឹងកំណត់ល្បឿននៃការប្រយុទ្ធនាពេលអនាគតលោក Paronen បានប្រាប់មកកាន់កាសែត Q Independent ថាភាគច្រើននឹងពឹងផ្អែកទៅលើអ្វីដែលជារដ្ឋនៃកងកម្លាំងអ៊ុយក្រែនបន្ទាប់ពីសមរភូមិ Pokrovsk និង Minoretskខ្ញុំគិតថាសំណួរសំខាន់នោះថាតើវាសមទៅនឹងការកាន់កាប់ទីក្រុងទាំងនេះដែលឥឡូវនេះពិបាកកាន់កាប់នឹងការពារដែរទេយោងទៅតាមក្រុមឃ្លាំមើលសមរភូមិប្រភពឲ្យចំហរបស់អ៊ុយក្រែន Depstat បានឲ្យដឹងថាកងទ័ពរុស្ស៊ីបានកំពុងបិទនឹងការឡោមព័ទ្ធនៅក្នុងទីតាំងមួយរបស់អ៊ុយក្រែនដោយបន្សល់ទុកនៅគម្លាតប្រហែល10គីឡូម៉ែត្រដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនបន្តផ្គត់ផ្គង់កងទ័ពនិងឧបករណ៍ចូលទៅក្នុង Pokrovsk និង Minoretsk ហើយរុស្ស៊ីបានពឹងផ្អែកជាប្រពៃណីទៅលើយុទ្ធសាស្ត្រនៃការឡោមព័ទ្ធដើម្បីបង្ខំឲ្យអ៊ុយក្រែនដកខ្លួនជាយថាហេតុ Pokrovsk ដែលធ្លាប់ជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់របស់អ៊ុយក្រែនដែលជាប់នៅក្នុងផ្នែកដ៏ស្ងប់ស្ងាត់នៃតំបន់ Donetsk នៅតែជាចំណុចស្នូលនៃការវិលុករបស់រុស្ស៊ីជាយូរមកហើយចាប់តាំងពីការចាប់យកនៅទីក្រុង Avdiivka ដែលជាទីប្រជុំជនស្ថិតនៅចម្ងាយប្រហែល45គីឡូម៉ែត្រភាគអាគ្នេយ៍កាលពីខែកុម្ភៈឆ្នាំ2024កងទ័ពរុស្ស៊ីបានបន្តឆ្ពោះទៅកាន់ Pokrovsk ហើយបានទៅដល់ទីក្រុងនៅចុងឆ្នាំនេះវាមិនទាន់ច្បាស់នោះទេថាតើអ៊ុយក្រែនអាចកាន់កាប់ Pokrovsk បានយូរប៉ុណ្ណាខណៈពេលដែលប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយកាលពីចុងខែតុលាថាទាហានរុស្ស៊ីមានចំណុចច្រើនជាង8នាក់ទៅម្នាក់ក្នុងវិស័យ Pokrovsk ហើយកងកម្លាំងទ័ពអាកាសទី7របស់អ៊ុយក្រែនដែលដាក់ពង្រាយនៅតំបន់នោះបានសារភាពកាលពីថ្ងៃទី12ខែវិច្ឆិកាថាការវាយប្រហារទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់រុស្ស៊ីដោយប្រើរថយន្តធុនស្រាលដើម្បីវាយប្រហារ Pokrovsk គឺជាជោគជ័យមួយផ្នែករបស់ពួកគេយ៉ាងណាមិញសំណួរសួរថាតើអ៊ុយក្រែនបានរៀបចំអ្វីខ្លះសម្រាប់ការទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីលោក Paronen បាននិយាយកាលពីមុនថា Pokrovsk របស់ប្រទេសអ៊ុយក្រែនហាក់ដូចជាបានរៀបចំនៅបណ្ដាញដ៏ស្មុគស្មាញមួយនៃប្រឡាយប្រឆាំងទៅនឹងរថក្រោះជាច្រើននិងឧបសគ្គ Dragon Thief ដើម្បីទប់ស្កាត់នៃការទម្លុះទម្លាយបន្ថែមទៀតរបស់រុស្ស៊ីហើយលោក Paronen បាននិយាយដោយដកស្រង់ប្រភពពីរូបភាពផ្កាយរណបលោក Paronen បាននិយាយថាខណៈពេលដែលបន្ទាយការពារសំខាន់បំផុតហាក់ដូចជាត្រូវបានសាងសង់រូបភាពពីផ្កាយរណបមិនបានបង្ហាញអំពីវាយ៉ាងច្បាស់ទៅលើទីតាំងថ្មើរជើងតូចៗនោះទេលោកបាននិយាយថាវាជាការលំបាកនៅក្នុងការស្រមៃដែលអ៊ុយក្រែនមិនបានសាងសង់ពួកគេដោយសារតែវាមានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើដូច្នេះបន្ទាយដែលជាកន្លែងខ្សោយសម្រាប់កងទ័ពអ៊ុយក្រែនជាយូរមកហើយបន្ទាប់ពីរុស្ស៊ីបានកាន់កាប់នៅទីក្រុង Avdiivka នៅឆ្នាំ2024កងទ័ពរបស់ខ្លួនបានបន្តឆ្ពោះទៅមុខដោយបង្កើននៃការព្រួយបារម្ភថាតើអ៊ុយក្រែនបានរៀបចំសម្រាប់ភាពគ្រប់គ្រាន់នៃការដួលរលំរបស់ទីក្រុងដែរឬទេនៅតំបន់ដែលនៅឆ្ងាយពីតំបន់ជួរមុខដូចជានៅតំបន់ Sumy ភាគឦសាននិងតំបន់ Dnipropetrovsk រុស្ស៊ីបានបើករណសេរីថ្មីភ្លាមៗហើយ
ទីហ៊ានក្រោយមកបានបញ្ចេញនូវកំហឹងចំពោះអ្វីដែលកងទ័ពអ៊ុយក្រែននិងអាជ្ញាធរមូលដ្ឋានទទួលខុសត្រូវទៅលើការស្កូរសាងបន្ទាយដែលបាននឹងកំពុងធ្វើខណៈដែលការប្រយុទ្ធបាននឹងកំពុងតែផ្ទុះឡើងនៅកន្លែងផ្សេងៗទៀតលោក Paranen បានពន្យល់នៅពេលដែលការប្រយុទ្ធសម្រាប់វិស័យ Pokkrok ត្រូវបានបញ្ចប់អង្គភាពអ៊ុយក្រែនដែលដាក់ពង្រាយនៅទីនោះនឹងអស់កម្លាំងនិងអស់ធម៌ពលដោយសារតែការការពារតំបន់ជុំវិញត្រូវការកម្លាំងច្រើនជាងសមរភូមិជួរមុខពួកគេបានស្ថិតនៅជាប់នៅក្នុងទីតាំងមួយបើទោះបីជាផ្លូវផ្គត់ផ្គង់មានភាពស្មុគស្មាញខ្លាំងជាងមួយខែមុនក៏ដោយវាមិនទាន់ច្បាស់ថាតើកងទ័ពអ៊ុយក្រែនអាចនឹងមានលទ្ធភាពនៃការដាក់ពង្រាយគងបំរុងដើម្បីជំនួសនឹងកងពលតូចដែលមានភាពហត់នឿយក្នុងការប្រយុទ្ធដែលបានប្រយុទ្ធជាយូរមកហើយនៅក្នុងសមរភូមិ Pokkrok ដែរឬទេនៅពេលដែលទីក្រុង Avdiivka ហៀបទៅនឹងធ្លាក់ទៅរុស្ស៊ីអ៊ុយក្រែនបានបញ្ជូនធាតុនៃកងពលតូចទ័ពអាកាសទី3វរៈជនចូលដើម្បីអនុញ្ញាតឲ្យកងទ័ពជម្លៀសចេញលោក Serhiy Harebsky ដែលជាវរៈស្នេហ៍ឯកនិងជាអ្នកវិភាគយោធាចូលនិវត្តន៍របស់អ៊ុយក្រែនបាននិយាយកាលពីចុងខែតុលាថាទុនបំរុងដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងល្អគឺជាអ្វីដែលយោធាខ្វះខាតបំផុតយោងទៅតាមការលើកឡើងរបស់លោក Paranen បានឲ្យដឹងថាប្រសិនបើវាមានតម្លៃថ្លៃពេកសម្រាប់អ៊ុយក្រែននៅក្នុងការកាន់ហោប៉ៅដូចជាការប្រយុទ្ធគ្នានៅទីក្រុង Pokkrok ការប្រយុទ្ធអាចនឹងប្រែទៅជាឱកាសដ៏ល្អសម្រាប់រុស្ស៊ីដើម្បីធ្វើសង្គ្រាមដោយសន្មតនិងទទួលបានភាពជោគជ័យអង្គភាពជាច្រើនដែលការពារនៅក្នុងតំបន់ Pokkrok ដូចជាកងពលតូចទ័ពអាកាសទី25ក្រោមកងពលធំទី7បានប្រយុទ្ធនៅតំបន់ក្តៅផ្សេងទៀតនៃសង្គ្រាមមុនពេលដែលត្រូវបានបញ្ជូនមកកាន់ Pokkrok បន្ទាប់ពីការប្រយុទ្ធគ្នាដោយការប្រយុទ្ធនេះកងពលតូចមានបទពិសោធន៍ជាច្រើនអ្នកកំពុងតែតស៊ូយ៉ាងច្រើនជាងពេលណាទាំងអស់ដើម្បីបំពេញនៃការខាតបង់ជាពិសេសនៅក្នុងកងទ័ពថ្មើរជើងប៉ុន្តែការដួលរលំនៃសមរភូមិ Pokkrok ទំនងជាមិនប៉ះពាល់ខ្លាំងទៅដល់តំបន់ជួរមុខដែលនៅសេសសល់នោះទេដោយសារតែអ៊ុយក្រែនត្រូវការផ្លាស់ប្ដូរនៅទីតាំងមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ខ្លួនទៅកាន់កន្លែងផ្សេងទៀតដែលកាន់តែចូលជ្រៅនៅក្នុងតំបន់ខាងក្រៅជួរមុខសំណួរដែលនៅតែមានគឺថាតើអ៊ុយក្រែននឹងមានកងកម្លាំងរបស់ខ្លួនប្រយុទ្ធគ្រប់គ្រាន់ដែរឬទេបន្ទាប់ពីការដួលរលំរបស់ខ្លួនដើម្បីបន្ថយល្បឿននៃការឈានទៅមុខរបស់រុស្ស៊ីការចាប់យកសមរភូមិ Pokkrok ដែលជាទីតាំងនិងជាចំណតនៃផ្លូវរថភ្លើងនិងជាផ្លូវប្រសពនៃផ្លូវ highway ដែលផ្ដល់ឲ្យរុស្ស៊ីយ៉ាងហោចណាស់នូវអត្ថប្រយោជន៍ផ្នែកដឹកជញ្ជូនសម្រាប់ការវិលុកនាពេលអនាគតបើនេះបើយោងទៅតាមអ្នកវិភាគលោកខាងលិច2នាក់ដែលបានផ្ដល់បទសម្ភាសន៍ផ្លូវ highway M30 គឺជាផ្លូវដ៏សំខាន់មួយដែលភ្ជាប់ទីក្រុងបន្ថែមទៀតទៅកាន់ភាគខាងលិចនៃតំបន់ Dnipro រួមទាំង Dnipropetrovsk ដែលជាមួយនឹងបន្ទាយចុងក្រោយរបស់អ៊ុយក្រែននៅតំបន់ Donetsk ភាគខាងជើងដូចជា Kostenivka ខណៈពេលដែលកងទ័ពអាកាសរុស្ស៊ីតែងតែព្យាយាមឡោមព័ទ្ធ Kostenivka ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រហែល50គីឡូម៉ែត្រទៅកាន់ភាគឦសានពួកគេនឹងបង្កើននៃការវិលុក Kostenivka ដែលនៅពេលដែល Pokkrok បានដួលរលំនេះបើយោងទៅតាមការលើកឡើងក៏ដូចជាការវិភាគរបស់លោក Paranenអ្នកជំនាញបានវិតម្លៃថាវានឹងចំណាយពេលយូរមុនពេលដែលរុស្ស៊ីអាចប្រើប្រាស់ផ្លូវដែកដើម្បីនាំយកកងទ័ពនិងឧបករណ៍ពីទីក្រុង Donetsk ដែលជារដ្ឋធានីនៅក្នុងតំបន់ដែលរុស្ស៊ីបានកាន់កាប់នៅឆ្នាំ2024ការប្រយុទ្ធត្រូវរុញច្រានយ៉ាងតិចចំនួន20ទៅ30គីឡូម៉ែត្រដើម្បីការពារភស្តុភារពីការវិលុកជាប្រចាំដោយភ្លៀងធ្លាក់និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងនាមជាទីក្រុងនៃការស្វែងរករ៉ែរបស់អ៊ុយក្រែនចាប់តាំងពីឆ្នាំ2014មក Pokkrok ដែលធ្លាប់មានប្រជាជនប្រមាណ 60,000 នាក់ក៏មានបណ្ដាញអណ្ដូងរ៉ែយ៉ាងធំទូលំទូលាយក្រោមដីដែលអាចផ្ដល់នៅជំរកសមរម្យសម្រាប់កងទ័ពរុស្ស៊ីអ្នកជំនាញខាងសង្គ្រាមរបស់ប្រទេសអូទ្រីសលោក Tom Cooper បានជឿជាក់ថារុស្ស៊ីនឹងព្យាយាមកាត់ផ្ដាច់ទីក្រុង Kramatorsk ដែលឥឡូវជារដ្ឋធានីក្នុងតំបន់ចាប់តាំងពីឆ្នាំ2014ដោយផ្លាស់ទីពី Pokkrok ទៅកាន់ Polorets នៅតំបន់ Dnipropetrovsk ខណៈដែលពួកគេបានរុញច្រានពីភាគខាងជើងដោយឆ្ពោះទៅកាន់តំបន់ Izium សម្រាប់ពេលនេះការវិលុកអត់ជប់ឆារបស់រុស្ស៊ីនៅលើ Pokkrok បានកំពុងផ្ទុះឡើងហើយកងកម្លាំងរបស់អ៊ុយក្រែនបានកំពុងដូរថយមួយផ្នែកដើម្បីស្វែងរកនីតិជំរកដ៏សំខាន់អ្នកវិភាគយោធាអ៊ុយក្រែនលោក Oleksiy Hetman បាននិយាយថារុស្ស៊ីកំពុងតែព្យាយាមបញ្ជូនក្រុមបំផ្លិចបំផ្លាញជាច្រើនអ្នកនៅខាងក្នុង Pokkrok ដូច្នេះនឹងមានន័យយ៉ាងហោចណាស់មានចំនួន 1000 នាក់ដែលបន្ទាប់មកនឹងវាយប្រហារពីខាងក្នុងចេញមកក្រៅសម្រាប់ការបណ្ដេញកងទ័ពអ៊ុយក្រែនលោក Hetman បាននិយាយថាកងទ័ពរុស្ស៊ីបាននឹងកំពុងព្យាយាមស្វែងរកកន្លែងការពារដែលខ្សោយជាងដូច្នេះពួកគេអាចបញ្ជូនកងកម្លាំងនិងធនធានយ៉ាងច្រើនដែលមនុស្សនិងឧបករណ៍នៅទីនោះ
កងទ័ពទី7របស់យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី11ខែវិច្ឆិកាថាទាហានរុស្ស៊ីច្រើនជាង300នាក់បានកំពុងតែស្ថិតនៅក្នុងទីក្រុង Pokrovsk លោក Hetman បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការមិនវិយតម្លៃទៅលើសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីដោយពន្យល់ថារុស្ស៊ីដែលបានដាក់ពង្រាយកងទ័ពរបស់ខ្លួន1/4ដើម្បីដណ្ដើមយក Pokrovsk ប៉ុន្តែការប្រយុទ្ធនៅតែបន្តអស់រយៈពេល1ឆ្នាំកន្លះមកនេះប៉ុន្តែលោក Cooper បានមានសន្តិភាពនិយមអំពីអនាគតដោយសារតែការចាប់យក Pokrovsk នឹងមានន័យថារុស្ស៊ីដែលកងទ័ពរបស់ពួកគេបានពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្លូវដែកនិងដណ្ដើមបាននៅផ្លូវរថភ្លើងដ៏សំខាន់មួយលោក Cooper បានប្រាប់មកកាន់ការសាច់ Q Independent ថា Pokrovsk ប្រហែលជានឹងកន្លែងដ៏សំខាន់បំផុតឬអ្វីមួយដូចជាមជ្ឈមណ្ឌលមួយពីរកន្លែងដែលពួកគេមានបំណងបន្តនៅការឈានទៅមុខរបស់ពួកគេដូច្នេះហើយឥឡូវនេះសំណួរគឺថាតើពួកគេនឹងឈានទៅលិចឬក៏ឆ្ពោះទៅកាន់ភាគខាងជើងនៃទីក្រុងនេះ